Raya Malaysia ឲ្យសុំទោសខ្ញុំនឹងសម្លាប់អ្នកនៅឆ្នាំសិក្សានេះម្ដងទៀតក្មេងស្រីល្អហេតុអ្វីបានជាអ្នកលាក់ខ្លួននៅទីនេះខ្ញុំបានឃើញរបស់អ្នកហើយថ្នាំពេទ្យជាមួយឪពុកម្ដាយខ្ញុំប៉ុន្តែខ្ញុំបារម្ភពីគាត់ប្អូនស្រីខ្ញុំឃ្លានណាស់សូមឲ្យខ្ញុំញ៉ាំអាហារខ្លះផងខ្ញុំបានយកស៊ុតមកឲ្យអ្នកជាពិសេសអរគុណសុខសប្បាយទេតើស៊ុតល្អទេអ្នកដឹងទេអ្នកមិនគិតថាខ្ញុំមកទីនេះដើម្បីជួបអ្នកជាលើកដំបូងទេពេលវេលាឈុនជីយ៉ានតើអ្នកអាចប្រព្រឹត្តចំពោះខ្ញុំបែបនេះដោយរបៀបណាជាច្រើនឆ្នាំមកនេះខ្ញុំបានបាត់បង់អ្វីទាំងអស់សេចក្តីថ្លៃថ្នូររបស់ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងដែលអ្នកសុំឲ្យខ្ញុំធ្វើអ្នកបាននិយាយថាអ្នកនឹងរៀបការជាមួយខ្ញុំប៉ុន្តែអ្នកកំពុងធ្វើអ្វីអ្នកកើតមកមានព្រលឹងក្រីក្រអ្នកត្រូវការមនុស្សអាក្រក់ឥតប្រយោជន៍អ្នកត្រូវការខួរក្បាលពាក្យសម្ដីរបស់ខ្ញុំផ្អែមល្ហែមណាស់អ្នកមិនអាចជឿវាបានទេអ្នកល្ងងខ្លៅណាស់ទោះបីជាអ្នកមិនដែលស្រឡាញ់ខ្ញុំក៏ដោយតើអ្នកមិនខ្វល់ពីកូនរបស់យើងទេសម្លាញ់មែនទេតើអ្នកពិតជាគិតថាទីរកនោះជាបងប្រុសជេងមីងមែនទេតើអ្នកចង់មានន័យយ៉ាងណាចាំយប់មុនខែតុលាទេថ្ងៃនោះជាថ្ងៃនៃទំនាក់ទំនងរបស់ខ្ញុំជាមួយហ្សេងយ៉ែនយើងបានញ៉ាំអាហារពេលល្ងាចជាមួយគ្នាបន្ទាប់មកអ្នកក៏ងុយគេងមែនទេតាមពិតទៅអ្នកដែលមានទំនាក់ទំនងជាមួយអ្នកមិនមែនជាបងប្រុសទេជេងមីងគាត់គឺជាបុរសដែលនៅក្នុងបន្ទប់របស់បងប្រុសជេងមីងបុរសម្នាក់ដែលអាយុជាង70ឆ្នាំឈុនជីយ៉ានតើអ្នកអាចប្រព្រឹត្តចំពោះខ្ញុំបែបនេះដោយរបៀបណាខ្ញុំចូលចិត្តរឿងនេះទេអ្នកអាចចែករំលែកតម្លៃចុងក្រោយជាពរជ័យរបស់អ្នកមិនសមនឹងទទួលបានទេគេងតើខ្ញុំអាចឡើងឋានៈដោយរបៀបណាកូនខ្ញុំជាក្មេងរពិសមែនទេអ្នកខ្ញុំបានធ្វើវាហើយមុននេះហើយខ្ញុំមិនឲ្យអ្នកទៅណាទេក្មេងល្ងងខ្ញុំនឹងជួយអ្នកតើអ្នកជាអ្វីកំពុងធ្វើអ្វីបងប្រុសសេងយ៉ែននឹងក្លាយជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនហើយយើងជិតរៀបការហើយអត្ថភាពរបស់អ្នកអាចគ្រាន់តែជាក្តីស្រមៃរបស់គាត់ប៉ុណ្ណោះអូនសម្លាញ់តើមានន័យអ្វីនិយាយជាមួយគាត់ថ្ងៃនេះខ្ញុំនឹងឲ្យអ្នកនិងកូនតូចរបស់អ្នកនេសាទនៅទីនេះជាមួយខ្ញុំទេមិនអាចទៅរួចទេយកនាងទៅជាមួយអ្នកកុំផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតខ្ញុំមិនចង់រស់នៅបែបនេះទៅបងចង់ខ្ញុំឃើញបងនិងស្រីសំភឹងនោះញ៉ាំអាហារពេលល្ងាចជាមួយគ្នាវាជាអពូតហេតុមួយបើដូច្នោះហេតុអ្វីបានជាអ្នកមិនឲ្យថ្នាំនាងហើយឲ្យនាងទៅជាមួយជំងឺចាស់នោះបុរសអើយអ្នកជាម្ដាយរបស់ខ្ញុំអ្នកអាក្រក់ណាស់ទើបតែពេលនេះការសន្ទនារវាងពីរអ្នកក្នុងចំណោមពួកគេនឹងប្លង់នៃបន្ទប់នេះខ្ញុំបានកើតជាថ្មីហើយខ្ញុំត្រូវបានបញ្ជូនត្រឡប់ទៅបន្ទប់ដោយសងហ្សេងយ៉ែននៅយប់នោះឥឡូវនេះជាពេលវេលានៃថ្ងៃទី3និងទី16នាទីទៀតក្នុងរយៈពេល10នាទីទៀតបុរសចំណាស់នោះនឹងចូលទៅក្នុងបន្ទប់ទេខ្ញុំត្រូវតែចាក់ចេញនៅទីនេះចុងជេងយ៉ានខ្ញុំចូលចិត្តរបៀបដែលអ្នកកំពុងធ្វើជីស៊ីនខ្ញុំនឹងផ្ដល់ឲ្យអ្នកព័ត៌មានបន្ទាប់ពីយប់នេះសូមអភ័យទោសលោកខ្ញុំគ្រាន់តែចង់ចាក់ចេញខ្ញុំនឹងចាក់ចេញពេលក្រោយលោកម្ចាស់បើខ្ញុំរំខានលោកខ្ញុំនឹងចាក់ចេញភ្លាមលោកកំពុងធ្វើអ្វីជួយខ្ញុំផងខ្ញុំត្រូវសត្រូវខំហើយខ្ញុំក៏ត្រូវខំដែរជួយខ្ញុំផងខ្ញុំនឹងធ្វើអ្វីក៏បានអ្នកចង់បានទេខ្ញុំមិនមែនជាមេគំនិតទេខ្ញុំជាមេគំនិតវាក្តៅណាស់ស្រារបស់អ្នកក្រអូបណាស់នេះជាលើកដំបូងហើយដែលខ្ញុំមានអាការៈស្រាវស្រាប់បែបនេះហេតុអ្វីទោះបីជាខ្ញុំបានកើតជាថ្មីក៏ដោយខ្ញុំមិនអាចផ្លាស់ប្ដូរវាសនារបស់ខ្ញុំបានទេតើអ្នកចង់បានប៉ុន្មានខ្ញុំបាននិយាយថាខ្ញុំមិនលក់វាទេអ្នកពិតជាអស្ចារ្យណាស់សូមស្វាគមន៍តើអ្នកចង់មានន័យយ៉ាងណាដោយនិយាយបែបនេះ
កុំរើអីខ្ញុំនឹងចាក់ចេញពីផ្ទះនេះកាតនេះមានតម្លៃត្រឹមតែ1លានប៉ុណ្ណោះបើវាមិនគ្រប់គ្រាន់ទេចូលមករកខ្ញុំជាមួយចិញ្ចៀននោះឈ្មោះរបស់ខ្ញុំបញ្ចូលអ្នកកំពុងនាំខ្ញុំទៅខ្ញុំនឹងចាប់ផ្ដើមចូលរៀនឆាប់នេះឪពុកម្ដាយរបស់ខ្ញុំនឹងមិនផ្ដល់ថ្លៃសិក្សាដល់ខ្ញុំទេប្រសិនបើខ្ញុំចង់កម្ចាត់ទីបញ្ចប់នៃជីវិតរបស់ខ្ញុំត្រូវតែសិក្សាខ្ញុំត្រូវការថ្លៃសិក្សាតើអ្នកចង់មានន័យយ៉ាងណាវាហាក់ដូចជាអ្នកទើបតែយកទម្រង់ជាអ្នកថែរក្សាផ្ទះលីនស៊ីវតើខ្ញុំបាននិយាយជាមួយអ្នកទេតើអ្នកបានប្រើទម្រង់ជាអ្នកថែរក្សាផ្ទះមានរឿងអ្វីវាហាក់ដូចជាខុសគ្នាពីអតីតកាលយប់មិញអ្នកទៅណាបងស្រីវាមិនច្បាស់ទេអ្នកមិនមែនទេមានទោសតើអ្នកដឹងទេថាមានអ្វីនៅលើករបស់អ្នកប៉ុន្តែបងប្រុសឆេងយ៉ែនទើបតែហៅរបស់គាត់ចៅហ្វាយសង្ស័យខ្លាំងណាស់កូនអាចវីខ្ញុំបានកូនពិតជាវីប្អូនស្រីរបស់កូនមែនឬប៉ាប្អូនស្រីរបស់ខ្ញុំខឹងខ្លាំងណាស់យប់មិញគាត់បារម្ភពីខ្ញុំខ្លាំងណាស់គាត់និយាយថាគាត់នឹងធ្វើវាឲ្យបានសម្រេចវីខ្ញុំប៉ុន្តែតាមពិតនាងវីខ្ញុំនឹងការពារប្អូនស្រីរបស់ខ្ញុំតើវីឈឺចាប់ទេយល់ព្រមលីនស៊ីវឯងហ៊ានឆ្លោះជាមួយប្អូនស្រីឯងមែនទេថ្ងៃនេះខ្ញុំត្រូវតែបង្រៀនឯងម៉ាក់ហេតុអ្វីអ្នកមិនដែលជួយខ្ញុំទេវាគឺជាលេនខៀននិងឆងហ្សេងយ៉ែនពួកគេបានដាក់ខ្ញុំនៅក្នុងគ្រែរបស់បុរសម្នាក់វាសម្រាប់ការឡើងឋានៈរបស់ឆងហ្សេងយ៉ែនអ្វីតើអ្នកហ៊ានធ្វើមុខបែបនេះដោយរបៀបណាចុះចិត្តប្អូនស្រីរបស់អ្នកវិញអ្នកពិតជាមានចិត្តល្អនិងបរិសុទ្ធមែនតើអ្នកអាចធ្វើរឿងបែបនេះដោយរបៀបណាវាជាអ្នកមិនត្រឹមតែសម្រាប់ប្អូនស្រីរបស់អ្នកទេអ្នកថែមទាំងវីនាងទៀតផងអ្នកក្លាហានណាស់ខ្ញុំដឹងថាពួកគេលំអៀងមិនថាខ្ញុំនិយាយអ្វីទេពួកគេនឹងឈរខាងលីនធានខ្ញុំថែមទាំងចង់ពន្យល់ទៀតផងវាគួរឲ្យអស់សំណើចណាស់អ្នកសំនឹងទទួលបានរឿងនេះម៉ាក់របស់ខ្ញុំមុខស៊ីវឯងកំពុងធ្វើអ្វីខ្ញុំទើបតែវីនាងចុះយ៉ាងម៉េចដែរខ្ញុំពិតជាចិញ្ចឹមកូនស្រីល្អម្នាក់ខ្ញុំនឹងបង្រៀនអ្នកនៅថ្ងៃនេះអ្នកពិតជាមិនដឹងពីទីបញ្ចប់នៃឋានស៊ូប៉ាម៉ាក់វាដូចគ្នានឹងកូនស្រីដែរហេតុអ្វីបានជាអ្នកនិយាយអ្វីដែលលីនធានបាននិយាយតើខ្ញុំត្រូវនិយាយអ្វីអ្នកទាំងអស់គ្នាមិនជឿខ្ញុំទេម៉ាក់សុខសប្បាយជីទេអ្នកល្អណាស់លីនស៊ីវអ្នកហ៊ានប្រយុទ្ធជាមួយខ្ញុំចេញពីទីនេះទៅលីនធាននឹងមិនមានកូនស្រីដូចអ្នកទេយ៉ាងណាក៏ដោយខ្ញុំបានត្រឡប់មកវិញលើកនេះខ្ញុំទើបតែចង់វិចខ្ចប់របស់របរទៅសាលារៀនប៉ុន្តែមុនពេលខ្ញុំចាក់ចេញខ្ញុំត្រូវតែរៀបចំរបស់របរខ្លះកាន់ន័យតើអ្នកចង់ធ្វើអ្វីខ្ញុំនឹងផ្ដួលអ្នកឲ្យទៅជាខ្មៅនិងសខ្ញុំនឹងផ្ដួលអ្នកទៅជាខ្មៅនិងសខ្ញុំនឹងផ្ដួលអ្នកទៅជាខ្មៅនិងសខ្ញុំនឹងផ្ដួលអ្នកទៅជាខ្មៅនិងសខ្មៅនិងសខ្ញុំនឹងយកឈ្នះអ្នកឲ្យឈ្នះខ្មៅនិងសយកព្រមលីនស៊ីវអ្នកពិតជាលំបាកណាស់អ្នកនឹងទៅសាលារៀនមែនទេខ្ញុំនឹងមិនឲ្យអ្នកសំបីតែមួយភេននេះចាំមើលថាអ្នកនឹងទៅជាយ៉ាងណាមិញអ្នកមិនដែលឲ្យអ្វីខ្ញុំទេក្មេងតូចឲ្យក្មេងស្រីអ្នកនឹងមិនត្រឡប់មកវិញទេតើខ្ញុំអាចសួរបានទេថាតើអ្នកចង់ក្លាយជាវេជ្ជបណ្ឌិតដែរឬទេបាទចាសអរគុណអ្នក